ធ្វើស៊ុបយ៉ាហនឆ្ងាញ់ណាគឺម្យ៉ាងទៅហើយតែនេះបានជាមួយនឹងទឹកជ្រលក់ដែលយើងស្រោចទៅលើញ៉ាំចឹងទៀតចេះពីថាត្រូវនឹងរសជាតិទឹកស៊ុបមែនតែនគួបផ្សំនឹងសាច់គោរបស់យើងបានផុយទៀតណាបងប្អូនចំពោះការធ្វើទឹកជ្រលក់របស់ខ្ញុំនេះគឺបែបងាយៗណាស់គ្រាន់តែយើងមានទឹកត្រីកោះកុងហើយថែមតៅហ៊ូនឹងចូលម្លីជាមួយគ្នាថែមទឹកដោះគោខាប់ចូលម៉ាន់បន្តិចហើយច្បាយក្រូចឆ្មាចូលចំពោះរសជាតិទឹកជ្រលក់នេះធានាថាបងប្អូនធ្វើញ៉ាំទៅគឺអត់ឲ្យខកចិត្តទេណាគឺឆ្ងាញ់មែនតែនមួយមុខហ្នឹងគឺខ្ញុំប្រើខ្ទឹមរៀងច្រើនបន្តិចមានតាំងពីខ្ទឹមសខ្ទឹមក្រហមយើងលេងវាចុះឡើងមើលតែខ្ទឹមជះក្លិនឈ្ងុយល្អក៏យើងអាចដាក់ម្ទេសឆ្អើរចូលតាមក្រោយទៀតបានណៃចំពោះម្ទេសឆ្អើរនេះគឺដាក់ដើម្បីឲ្យពណ៌ស្អាតណាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចកាពិហើយនិងគ្រឿងសាតេចំណែកតួអង្គមួយទៀតនោះគឺជាសណ្តែកដីលីងបងប្អូនដាក់ដើម្បីបង្កើនរសជាតិខ្ទិះដូងក៏ខ្ញុំដាក់កន្លះចានសិនដើម្បីរំងាស់គ្រឿងទាំងអស់ហ្នឹងឲ្យវាចេញប្រេងបានល្អបងប្អូនដើម្បីរំងាស់ទឹកស៊ុបចេញមកគឺក្លិនឈ្ងុយបន្ទាប់មកទៀតដាក់ទឹកដោះគោខាប់ចូលខ្ទិះដូងដែលនៅសល់ក៏ខ្ញុំចាក់ចូលទាំងអស់ថែមទឹកស៊ុបមាន់ចូលតាមក្រោយគ្រឿងទេសមានដូចជាទឹកត្រីម្សៅស៊ុបប៊ីចេងហើយនិងអំបិលចំពោះរសជាតិគឺយើងយកបែបនេះស្រាលបានទេណាដោយសារតែយើងមានទឹកជ្រលក់នៅខាងក្រៅចំពោះផ្សិតត្រចៀកកណ្ដុរនេះបងប្អូនធ្លាប់តែទិញជាប្រភេទផ្សិតក្រៀមយកមកញ៉ាំមែនទេតែឥឡូវអត់ទេនៅស្រុកខ្មែរយើងមានការដាំផ្សិតត្រចៀកកណ្ដុរនឹងតាថ្មីឲ្យស្រស់ទៀតជាពិសេសគឺគេកាត់សម្អាតជើងវាបានស្អាតល្អមែនទែនបើនិយាយពីផ្សិតក្រៀមវិញគឺគេសម្ងួតបានស្អាតល្អណាស់បងប្អូនគឺក្រៀមមែនទែនដូចខ្ញុំលើកបង្ហាញនៅក្នុងវីដេអូនឹងអញ្ចឹងណាបើងាយកលេសទៅមើលការវេចខ្ចប់របស់គាត់វិញហ៊ានធានាឲ្យបងប្អូនគឺមានគុណភាពល្អហើយទាំងអនាម័យស្អាតទៀតដូចជាក់ស្ដែងនៅក្នុងវីដេអូនឹងអញ្ចឹងសិតស្រស់របស់គាត់នេះក៏គាត់កាត់ជើងខាងក្រោមនឹងបានស្អាតល្អណាស់អញ្ចឹងហើយពេលដែលយើងយកមកញ៉ាំដោយមានទំនុកចិត្តហើយញ៉ាំឆ្ងាញ់ទៀតចំពោះផ្សិតត្រចៀកកណ្ដុរហ្នឹងគឺល្អមែនទែនសម្រាប់សុខភាពបងប្អូនដោយសារតែផ្សិតត្រចៀកកណ្ដុរហ្នឹងពេលដែលយើងញ៉ាំហើយគឺជួយដល់ប្រព័ន្ធរំលាយអាហារបានល្អនិងជួយលើកជាតិពុលក្នុងខ្លួនយើងទៀតតាស៊ុបយ៉ាហននៅពេលដែលឆ្អិនហើយក៏ខ្ញុំចាប់ផ្ដើមផ្ទេរឆ្នាំងដើម្បីត្រៀមញ៉ាំរីឯផ្នែកសាច់មានដូចជាសាច់គោបង្គាប្រហិតនំប៉ាវហើយនិងផាសាច់គោនេះគឺខ្ញុំថែមពងទាមួយគ្រាប់ទៀតចំពោះទឹកជ្រលក់វិញធានាឲ្យបងប្អូនហ្មងគឺចាប់សាច់ជ្រលក់ក៏ឆ្ងាញ់ចាប់បន្លែជ្រលក់ហ្នឹងក៏កាន់តែឆ្ងាញ់ទៀតរីឯទឹកស៊ុបវិញក៏ក្លិនឈ្ងុយអញ្ចឹងហើយចំពោះមួយមុខហ្នឹងជូនចំពោះបងប្អូនដែលគាត់អត់ធ្លាប់ធ្វើញ៉ាំអាចសាករូបមន្តនេះបានធានាឲ្យថាធ្វើញ៉ាំទៅដឹងតែជាប់ចិត្តទៅប៉ះសាច់យើងបែបរៀងភ័យផងត្រូវនឹងទឹកជ្រលក់ទៀតទៅគឺញ៉ាំទៅជក់មាត់មែនទែនភ្លេចប្រាប់មួយទៀតបងប្អូនចំពោះផ្សិតជាកណ្ដុរហ្នឹងតាមពិតគេដាំនៅសៀមរាបយើងហ្នឹងតាបើសិនជាបងប្អូននៅខេត្តសៀមរាបបើចង់ទិញជាប្រភេទយកទៅបោះដុំឬក៏លក់រីអីអាចសាកតាក់ទងគាត់បានណាចាំខ្ញុំដាក់เพจនៅខាងលើនេះហើយមើលវិញទៀតបងប្អូនផ្សិតជាកណ្ដុរហ្នឹងគឺមានលក់នៅគ្រប់ទីផ្សារទំនើបជីបម៉ងទាំងអស់ជាពិសេសនៅតាមផ្សារម៉ាតក៏មានដែរហើយផ្សិតនេះយីហោគេមានឈ្មោះថាដង្ខៅផ្សិតចាឥឡូវនេះការបង្ហាញពីរបៀបធ្វើស៊ុបយ៉ាហនរបស់ខ្ញុំក៏បានធ្វើរីរ៉ាល់អស់ហើយចំពោះខែធ្លាក់ខ្យល់អញ្ចឹងណាបងប្អូនកុំភ្លេចសាកធ្វើញ៉ាំណាថ្ងៃស្អែកជួបគ្នាម្ដងទៀតអរគុណ